ពួកណែវតង់វានៅអត់ឃើញមានពួកវានៅស្ងាត់ចូលមកខាងមុខគ្រឿងទៀត3គ្រឿងហើយ3គ្រឿងបើគិតពីចម្ងាយពីផ្ទះខ្ញុំមកច្រកនេះដូចជាអត់សូវឆ្ងាយប៉ុន្មានទេបងប្អូនហើយខ្ញុំក៏ដែលមានពេលដែលមានឱកាសបានមកលេងខាងច្រកនេះសោះហើយច្រកនេះដែរគឺគេហៅថាច្រកជប់កគីបងប្អូនថ្ងៃនេះគឺខ្ញុំបានយកស្បៀងខ្លះៗយកមកជូនដល់បងកងទ័ពនៅខាងទិសខាងជប់កគីហើយក៏គាត់បាននាំខ្ញុំទៅមើលខាងកន្លែងច្រកដែលខ្ញុំថតពីក្បាលវីដេអូហ្នឹងបងប្អូនមានឡានគាត់ក៏បាននាំពួកខ្ញុំទៅមើលកន្លែងអាគារកាស៊ីណូដែលរងការខូចខាតកាលពីប៉ះទង្គិចគ្នាសង្គ្រាមវគ្គ2 21ថ្ងៃបងប្អូននិយាយទៅពីដំបូងខ្ញុំក៏អត់ចង់ហ៊ានចូលដែរប៉ុន្តែគាត់ថាចូលទៅបានអត់អីទេអញ្ចឹងហើយគាត់ក៏នាំពួកខ្ញុំទៅក៏ដើរចូលទៅមើលបងប្អូនទៅដល់ឃើញកន្លែងប្រហោងបងឃើញប្រហោងគៀននោះអត់ប្រហោងហ្នឹងគាត់ប្រាប់ថាកន្លែងសនាមរថក្រោះពវាផ្លោមកបងប្អូនខ្ញុំក៏អត់សូវដឹងដែរក៏ប្រាប់មកអញ្ចឹងហើយនិយាយពីខាងក្នុងអាគារវាគឺឆេះអស់ហើយបងប្អូនគ្មានសល់អីទេនៅសល់តែសបកខាងក្រៅទេបាទកន្លែងមុខផ្លូវចូលនេះវិញឃើញមានឡាន3គ្រឿងបងឡាននេះបើនិយាយទៅសុទ្ធតែឡានស៊េរីទំនើបដែរខ្ញុំក៏អត់សូវជាស្គាល់ម៉ូតឡានទេប៉ុន្តែមើលទៅដូចតែឡានស៊េរីខ្ពស់បងឆេះខ្ទេចខ្ទីអស់ហើយបងប្អូនហើយក៏មានម៉ូតូច្រើនគ្រឿងនៅម្ដុំហ្នឹងឆេះដូចគ្នាជប់កគីបងប្អូននេះតិចអស់ឆេះអស់ហើយថ្ងៃនេះថ្ងៃទី20 ខែ 6 ឆ្នាំ 2026បងប្អូនមើលតាមជាក់ស្ដែងខ្ញុំក៏ដឹងថាត្រូវរៀបរាប់មិនដែរបងប្អូនដូចអ្វីដែលបងប្អូនបានឃើញស្រាប់ហើយបើម៉ូតូនេះវិញគឺថាសល់តែគ្រោងដែកទេឆេះអស់ហើយបងប្អូនអ្នកគ្នាថ្ងៃនេះថ្ងៃទី20 ខែ 6 ឆ្នាំ 2026គឺខ្ញុំបានមកដល់ខាងកាស៊ីណូជប់កគីបងប្អូនមកដល់ឃើញសភាពឡានឆេះហើយកាស៊ីណូគឺត្រូវបានឆេះទីអស់ក្រមថ្មីដៃពួកទាហានថៃបើម៉ូតូនឹងប្រហែលគ្រឿងនោះហើយម៉ូតូនេះតិចយើងមើលបានតែខាងក្រៅបងប្អូនខាងក្នុងយើងអាចចូលទៅបានទេហើយក៏បងប្រុសក៏អាចញ៉ាំឲ្យថតបងប្អូនខ្ញុំថតទៅហ្នឹងបងប្អូនអ្នកគ្នាវីដេអូនេះក៏មានអីច្រើនដែរមានតែប៉ុណ្្នឹងឯងហើយក៏ចង់ឲ្យបងប្អូនបានឃើញបានទស្សនាទាំងអស់គ្នាថាថ្មីដៃចោសៀមវាខូដល់កម្រិតណាហើយអ្វីដែលយើងអាចជិះបានគឺជិះទៅជាពិសេសគឺតំណែងរបស់សៀមហ្នឹងបងប្អូនបើនៅតែបន្តគ្រប់គ្រងដូចវាគ្រប់គ្រងឲ្យវាមកធ្វើបាបជិះជាន់មើងងាយមើលថោកប្រទេសយើងទិញក្របផ្លោងមកលើទឹកដីរបស់យើងហ្នឹងហើយជាចុងក្រោយក៏អរគុណបងប្អូនអ្នកគ្នាដែលបានចូលរួមជាថវិកាដើម្បីទិញជាស្បៀងផ្សេងជូនកងទ័ពអរគុណជម្រាបលាបងប្អូនព័ត៌មានក្តៅពីប្រទេសចៅចាកុំភ្លេចជួយ share ទាំងអស់គ្នាចាដើម្បីឲ្យប្រជាជនខ្មែរយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសបានឃើញជាពិសេសគឺបងបរិយាកងទ័ពតែម្ដងដោយសារតែមានយោធាសៀមម្នាក់កាលពីយប់មិញបងប្អូនថ្ងៃ20 ខែ 6 2026វាបានបង្ហោះសារគម្រាមហើយនឹងអំនួតមកកម្ពុជាយើងថាប្រសិនបើមានការប៉ះទង្គិចគ្នាលើកទី3រវាងថៃនិងកម្ពុជាកើតឡើងកងកម្លាំងប្រដាប់អាវុធថៃនឹងដាក់ពង្រាយកងកម្លាំងទាំង3ប្រភេទគឺកងកម្លាំងជើងទឹកជើងគោកនិងគឺអាកាសក្នុងការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងទូលំទូលាយលើប្រទេសកម្ពុជាតើអ្នកគិតថាវាត្រូវចំណាយពេលប៉ុន្មាននាទីសម្រាប់កម្ពុជាដើម្បីហៅទូរស័ព្ទនិងអង្វរសុំឲ្យថៃបញ្ឈប់ការវាយប្រហារទៅហេបងប្អូននិយាយពីថាអស់ទាស់ហ្មងណាហើយវានិយាយទៀតថាកងកម្លាំងប្រដាប់អាវុធថៃឆ្នាំ2026ជាប់ចំណាត់ថ្នាក់លេខ24ក្នុងចំណោម145ប្រទេសទូទាំងពិភពលោកនិងជាប់ចំណាត់ថ្នាក់លេខ3នៅអាស៊ានបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ីអូបងប្អូនហើយវានិយាយថាចេះប្រសិនបើមានចំនួនជុំទី3រវាងថៃនិងកម្ពុជាកងកម្លាំងប្រដាប់អាវុធរបស់ថៃធ្វើការវាយលុករួមគ្នាយ៉ាងពេញទំហឹងដែលពាក់ព័ន្ធនឹងកងកម្លាំងទាំង3គោកទឹកអាកាស
នឹងឲ្យបងប្អូនអើយដោយប្រើប្រាស់សមត្ថភាពរួមគ្នារបស់ពួកគេក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំនិងសម្របសម្រួលតើអ្នកគិតថាវានឹងចំណាយពេលប៉ុន្មានមុននឹងកម្ពុជាអំពាវនាវឲ្យមានបទឈប់បាញ់នោះអូបងប្អូនហើយចុងក្រោយគេថាចេះអីគេរាត្រីសួស្ដីអាស៊ានអូយអញបងប្អូនណាវាកំពុងប្រកាសពេញទីណាហ្នឹងហើយថាវាគឺជាចោលប្លន់វាត្រៀមគ្រប់យ៉ាងអស់ហើយបើសិនជាកម្ពុជាហ្នឹងចង់វាយកដីវាវិញវានឹងការពារយ៉ាងខ្លាំងអូយពួកអានផ្ទះខ្ទប់ឯងហ្នឹងមិនមែនការពារដីឬក៏ការពារថាកម្ពុជាហ្នឹងវាយកវិញទេគឺពួកហែងហ្នឹងពងរៀបកំឡុងប្លន់បន្តទៀតមែនទេប្រកាសប្រាប់ពិភពលោកទៅគេមិនមែនបណ្ដឹងសន្តានហែងទេណាកពូចោលសៀមមែនទេបងប្អូនចាកុំភ្លេចជួយ share វីដេអូនេះហ្នឹងហើយគេកំពុងតែគំរាមកម្ពុជាទៀតហើយចាគោកទឹកអាកាសណាហ្នឹងហើយអើយកម្ពុជាកំពុងតែភ័យខ្លាំងណាស់ភ័យខ្លាំងអូនព័ត៌មានក្តៅៗមួយទៀតហើយកុំភ្លេចជួយ share ម្នាក់មួយចាពីប្រទេសចៅសៀមអូយបងប្អូនគេថាគេមានមោទនភាពណាស់ចាចំពោះទង់ជាតិប្រទេសចៅសៀមគេហ្នឹងណាហ្នឹងហើយជួយ share ទាំងអស់គ្នាឲ្យប្រជាជនយើងបានឃើញបានដឹងបានឮចាគេនិយាយថាចេះមោទនភាពជាតិទង់ជាតិថៃក្រវីដោយមោទនភាពទេហ៊ាននៃកងវីរៈសេនាធំទ័ពព្រៃទី13បានរួបរวมគ្នាលើកទង់ជាតិឡើងលើកំពូលបង្គោលទង់ជាតិនៅព្រំដែនក្នុងហាត់ខណៈពេលកំពុងច្រៀងចម្រៀងជាតិយ៉ាងខ្លាំងដែលជានិមិត្តរូបនៃការបដិញ្ញាចិត្តរបស់ពួកគេក្នុងការការពារទឹកដីថៃនៅតំបន់លេខ323ស្រុកបានខាវតាំងងុកខេត្តស្រះកែវអូបងប្អូនមានមោទនភាពណាស់ឬហាលោកទង់ជាតិចោលនៅលើទឹកដីកម្ពុជានឹងមែនទឹកដីដែលហែងប្លន់គេខុសច្បាប់នឹងមែនអូយបងប្អូនគេថាគេមានមោទនភាពក្នុងការធ្វើចោលប្លន់ទឹកដីកម្ពុជាណាបងប្អូនណាហ្នឹងហើយនេះកុំភ័យអីព័ត៌មានហ្នឹងអញនឹងជួយផ្សព្វផ្សាយឲ្យពិភពលោកបានដឹងថាប្រទេសថៃឆ្លៀនពៀនប្រទេសកម្ពុជាតើអត់អូនបានប្រកាន់ប្រទេសចោលម្ដងទៀតហើយកុំភ្លេចជួយ share ទាំងអស់គ្នាចាអូយបងប្អូនកាលពីព្រឹកមិញតែម្ដងថ្ងៃទី21ខែ6 2026នេះបងប្អូនចាសារព័ត៌មានថៃមួយនេះបានផ្សាយថាចេះផ្លូវរូងក្រោមដីដោយលួងបានបាក់ស្រុតសម្រាប់កម្មករ2នាក់និងរបួសជាច្រើនអ្នកបងប្អូនយក9ពិតបងប្អូនចាមកដល់ម៉ោងនេះអត់តន់សរុបទេថាតើមានរបួសធ្ងន់នឹងស្រាលប្រមាណអ្នកចារីឯតៃហ្នឹងគឺតៃហៅ2នាក់ឯងបងប្អូនហ្នឹងអើយអូយអបផងណាប្រទេសចោប្រឹងអួតសម្ញែងសពាវុធមកប្រឹងត្រៀមខ្លួនប្លន់ដីខ្មែរទៀតមកតន់ហន់តន់ហន់វាតន់ហន់ទាំងឡាយឃើញនឹងភ្នែកស្រស់